រថយន្តមួយគ្រឿងនិងម៉ូតូ8គ្រឿងត្រូវអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបយកម្ចាស់ទៅព្រមាននិងអប់រំជាបន្តបន្ទាប់ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស ចាប់ពីពាក់កណ្ដាលខែកក្កដារហូតដល់ថ្ងៃទី7ខែសីហាឆ្នាំ2026នេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញក្នុងមូលដ្ឋានខណ្ឌ7មករាខណ្ឌជ្រោយចង្វារខណ្ឌទួលគោកបានធ្វើការខាត់ម្ចាស់រួមទាំងរថយន្តមួយគ្រឿងម៉ាក BMW M4 ពណ៌ខ្មៅផលិតនៅឆ្នាំ2015ពុំមានពាក់ផ្លាកលេខនិងម៉ូតូ8គ្រឿងជាបន្តបន្ទាប់ដែលបានកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេសបើកបរលបឿនលឿនក្នុងទីប្រជុំជនល្មើសច្បាប់កំណត់បង្កឲ្យមានការភ័យខ្លាចនិងមានសម្លេងរំខានដល់ប្រជាពលរដ្ឋបាត់បង់សណ្ដាប់ធ្នាប់សាធារណៈលើដងផ្លូវនៅតាមទីតាំងនានាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបន្ទាប់ពីបានព្រមាននិងអប់រំណែនាំរួចកម្លាំងអាវុធហត្ថរាជធានីភ្នំពេញតាមបណ្ដាខណ្ឌបានឲ្យម្ចាស់រថយន្តនិងម៉ូតូធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេសបង្កការរំខានដល់សាធារណជនតទៅទៀតចំណែកម៉ូតូនិងរថយន្តដែលដកហូតរក្សាទុកជាបណ្ដោះអាសន្ននៅមូលដ្ឋានអាវុធហត្ថខណ្ឌនិងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចង់បានបន្ទប់ស្អាតទាន់សម័យនិងចំណេញលំហមែនទេជ្រើសរើសសាឡុងក្រេពូករបស់យើងសោភ័ណភាពឈានមុខគុណភាពស្តង់ដាររឹងមាំផាសុកភាពនិងទំនុកចិត្តគឺនៅទីនេះកំងឥឡូវនេះ